សូមជូនរឿងនិទាន Firebird និងព្រះអង្គម្ចាស់ក្លាហានមានពេលមួយក្នុងអង្គរឆ្ងាយមួយដែលស្ថិតនៅក្នុងជ្រលងភ្នំបៃតងខៀវស្រងាត់មានព្រះអង្គម្ចាស់វ័យក្មេងម្នាក់ឈ្មោះអាឡិឆេគាត់មានចិត្តសប្បុរសក្លាហាននិងស្រឡាញ់គ្រប់គ្នាដែលស្គាល់គាត់ទោះជាយ៉ាងណាក៏ដោយមានរឿងមួយដែលធ្វើឲ្យប្រជាជននៃអង្គររបស់ទ្រង់មានការព្រួយបារម្ភគឺបណ្ដាសាដ៏ខ្មៅងឹតបានធ្លាក់មកលើទឹកដីរបស់ពួកគេជារៀងរាល់ឆ្នាំរដូវរងាដ៏គួរឲ្យភ័យខ្លាចនឹងមកដល់ធ្វើឲ្យអ្វីគ្រប់យ៉ាងត្រជាក់ដូចជាទឹកកកហើយព្រះអាទិត្យនឹងបាត់អស់ជាច្រើនខែប្រជាជនមានការភ័យខ្លាចថាបណ្ដាសានឹងនៅតែមានបន្តហើយមនុស្សជាច្រើនជឿថាវាត្រូវបានចប់ទៅនឹង Firebird អាថ៌កំបាំងFirebird គឺជាសត្វវេទមន្តបញ្ចេញរស្មីដូចព្រះអាទិត្យដោយមានរោមពណ៌មាសនិងភ្នែកដូចជាភ្លើងឆេះវាត្រូវបានគេនិយាយថាមានតែការចាប់យក Firebird ប៉ុណ្ណោះដែលអាចឲ្យនគរត្រូវបានដោះលែងពីបណ្ដាសាមនុស្សជាច្រើនបានព្យាយាមចាប់វាប៉ុន្តែគ្មាននរណាម្នាក់បានជោគជ័យឡើយសត្វនេះពិបាកយល់ណាស់ហោះកាត់មេឃដោយភ្លើងឆេះដោយមិនបន្សល់ទុកដានផ្លូវរបស់វាឡើយថ្ងៃមួយព្រះអង្គម្ចាស់វ័យក្មេងកំពុងដើរតាមសួនច្បារក្នុងវាំងនោះមានឥស្សរជនដ៏មានប្រាជ្ញាមួយរូបបានបង្ហាញខ្លួននៅចំពោះមុខព្រះអង្គព្រាហ្មណ៍ពោលថាពិតព្រះអង្គដ៏ចម្រើនសត្យយ៉ងមិនមែនជារឿងព្រេងទេវារស់នៅក្នុងព្រៃដ៏វិសេសហួសពីភ្នំដែលគ្មានមនុស្សណាហ៊ានទៅតែបើព្រះអង្គប្រាថ្នាចង់សង្គ្រោះជាតិត្រូវទៅចុះមានតែព្រះអង្គទេព្រះអង្គម្ចាស់ដ៏អង់អាចក្លាហានមានចិត្តបរិសុទ្ធទើបអាចទប់អំណាចបានដោយប្តេជ្ញាថានឹងជួយប្រជាជនរបស់គាត់អាឡិឆេបានកំណត់នៅថ្ងៃបន្ទាប់គាត់បានធ្វើដំណើរកាត់ព្រៃក្រាស់ឆ្លងទន្លេដែលប្រញាប់ប្រញាល់ហើយឡើងភ្នំខ្ពស់ការធ្វើដំណើររបស់ព្រះអង្គមានការលំបាកប៉ុន្តែការតាំងចិត្តរបស់ព្រះអង្គម្ចាស់មិនដែលរវើវាយឡើយជាច្រើនថ្ងៃក្រោយមកទីបំផុតគាត់បានទៅដល់ព្រៃដ៏ស្រស់បំព្រងដើមឈើខ្ពស់និងងឹតគ្របដណ្ដប់ដោយទឹកកកភាពត្រជាក់បានធ្លាក់ចុះមកលើឆ្អឹងខ្នងប៉ុន្តែអាឡិឆេបានសង្កត់ចិត្តនៅយប់នោះខណៈពេលដែលគាត់បោះជំរំដោយភ្លើងឆេះព្រៃសំឡេងនៃស្លាបបានពេញខ្យល់រំពេចនោះFirebird បានបង្ហាញខ្លួនរោមដ៏កាចសាហាវរបស់វាបំភ្លឺមេឃពេលយប់វាអស្ចារ្យជាងអ្វីដែលអាឡិឆេធ្លាប់ស្រមៃទៅទៀតប៉ុន្តែសត្វនោះមិនបានមកដោយសន្តិភាពទេដោយសំឡេងបន្លឺឡើងដូចផ្គរលាន់ឡើងខ្ពស់ពីលើព្រះអង្គម្ចាស់ភ្នែករបស់វាឆេះដោយការព្រមានយ៉ាងខ្លាំងអាឡិឆេស្រែកដោយឈរនៅខាងក្រោម Firebird ថាខ្ញុំស្វែងរកការរំដោះនគររបស់ខ្ញុំពីបណ្ដាសាដែលចងវាក៏ខ្ញុំមិនចង់ធ្វើបាបអ្នកទេប៉ុន្តែខ្ញុំត្រូវតែចាប់អ្នកដើម្បីសង្គ្រោះប្រជាជនរបស់ខ្ញុំ Firebird បានធ្វើរង្វង់ពីលើគាត់ហើយបន្ទាប់មកដូចជាសាកល្បងភាពក្លាហានរបស់គាត់វាបានចុះមកពីមុខគាត់ដោយមានផ្កាភ្លើងឆាបឆេះហេតុអ្វីបានជាខ្ញុំគួរទុកចិត្តអ្នកព្រះអង្គម្ចាស់អ្នកជាមនុស្សដូចគ្នាអ្នកមកចាប់យកនិងគ្រប់គ្រងអ្វីដែលអ្នកមិនយល់គឺអាឡិឆេបានលុតជង្គង់ចុះបេះដូងរបស់គាត់ពោពេញដោយភាពស្មោះត្រង់ក៏ខ្ញុំមិននៅទីនេះដើម្បីគ្រប់គ្រងអ្នកទេខ្ញុំគ្រាន់តែស្វែងរកជំនួយរបស់អ្នកប៉ុណ្ណោះប្រសិនបើអ្នកនឹងមកជាមួយខ្ញុំនឹងធ្វើឲ្យប្រាកដថាមិនមានគ្រោះថ្នាក់ដល់អ្នកឬប្រភេទរបស់អ្នកFirebird បានសម្លឹងមើលទៅក្នុងភ្នែករបស់គាត់មួយសន្ទុះទីបំផុតវាបាននិយាយសំឡេងរបស់វាដូចជាសំឡេងខ្យល់កាត់ដើមឈើអ្នកគឺជាអ្នកដំបូងដែលមករកខ្ញុំដោយចិត្តបរិសុទ្ធខ្ញុំនឹងទៅជាមួយអ្នកប៉ុន្តែប្រសិនបើអ្នកសន្យាជាមួយខ្ញុំថានៅពេលដែលរាជាណាចក្ររបស់អ្នកមានសេរីភាពអ្នកនឹងមិនភ្លេចវេទមន្តនៃទឹកដីនេះនិងសត្វដែលរស់នៅក្នុងនោះជាមួយនឹងពាក្យទាំងនោះ Firebird បានបន្ទាបក្បាលរបស់វាហើយអនុញ្ញាតឲ្យព្រះអង្គម្ចាស់ប៉ះរោមសត្វដ៏ភ្លឺរបស់វានៅពេលដែលម្រាមដៃរបស់គាត់ដុសវាភ្លាមភាពកក់ក្ដៅបានសាយភាយពេញរាងកាយរបស់អាឡិឆេហើយគាត់ដឹងថាបណ្ដាសាកំពុងបំបែកព្រះអាទិត្យនឹងត្រឡប់មកដីរបស់គាត់វិញឆាប់ព្រះអង្គម្ចាស់បានត្រឡប់ទៅនគររបស់គាត់វិញសត្វស្លាប Firebird ហោះពីលើគាត់យ៉ាងទន់ភ្លន់ពេលចូលទៅក្នុងវាំងប្រជាជនស្ញប់ស្ញែងពេលឃើញបក្សីដ៏អស្ចារ្យនៅពេលដែល Firebird ហោះឡើងពីលើប្រាសាទពន្លឺដ៏កាចសាហាវរបស់វាបានរលាយទឹកកកដែលបានឃុំឃាំងនគរអស់រយៈពេលជាយូរមកហើយទីបំផុតបណ្ដាសាត្រូវបានបំបែក
Alexei បានរក្សាការសន្យារបស់គាត់ដោយធានាថាសត្វវេទមន្តនៃព្រៃដ៏គួរឲ្យទាក់ទាញតែងតែត្រូវបានការពារ Firebird បានមកលេងគោជាញឹកញាប់ដោយនាំមកនូវភាពកក់ក្ដៅនិងពន្លឺគ្រប់ពេលដែលវាត្រូវការហើយយូរទៅព្រះអង្គម្ចាស់និង Firebird បានក្លាយជាមិត្តភក្តិជិតស្និទ្ធបំផុតចំណែកឯនគោវិញរីកចម្រើនដូចមិនធ្លាប់មានពីមុនមកក្រោមភាពកក់ក្ដៅនៃវេទមន្តរបស់ Firebird ហើយព្រះអង្គម្ចាស់ដែលមានអំណរគុណជារៀងរហូតបានគ្រប់គ្រងដោយប្រាជ្ញានិងសប្បុរសមិនដែលភ្លេចមេរៀនដែល Firebird បានបង្រៀនគាត់ថាអំណាចពិតមិនមែនមកពីការគ្រប់គ្រងនោះទេប៉ុន្តែមកពីការយល់ដឹងនិងមេត្តា